សួស្តីអ្នកនរគ្នាខ្ញុំបាទអ៊ីរ៉ានថ្ងៃនេះខ្ញុំចេញវីដេអូពីរបៀបរកក្របបាល់ឲ្យបានច្រើនអញ្ចឹងណាមួយថ្ងៃយើងអាចរកបានពី150ទៅ200បាល់អញ្ចឹងណាដើម្បីយកក្របបាល់ហ្នឹងទៅចាប់អ៊ីវិនជំហានទី1យើងចូលទៅក្នុងវគ្គ tournament របស់យើងមកយើងឃើញកន្លែងនោះកន្លែងខ្ញុំដាក់ហ្នឹងយើងចូលលេងវគ្គ tournament ហ្នឹងឲ្យគ្រប់ឈ្នះជាប់គ្នាចំនួន3ដងទៅឲ្យវាចេញសញ្ញាពានណាឲ្យវាលោតសញ្ញាពានអញ្ចឹងយើងអាចទទួលបានហើយបើរ៉េងយើងធំយើងអាចទទួលបានច្រើនទៅតាមរ៉េងយើងដែរអញ្ចឹងណាជំហានទី2យើងចូលកន្លែង mission របស់យើងមកហើយយើងឃើញកន្លែងបាល់ហ្នឹងកន្លែង30ហ្នឹងយើងរកឲ្យគ្រប់ចំនួន1000 point ទៅយើងអាចទទួលបានហើយដើម្បីលេងឲ្យគ្រប់ point ហ្នឹងក៏មានអីបាក់ដែរយើងមើលទៅលើហ្នឹងទៅគេមានដាក់វគ្គឲ្យលេងមានវគ្គ tournament វគ្គហាត់អីចឹងណាយើងមើលទៅតាមហ្នឹងទៅគេឲ្យលេងវគ្គណាយើងលេងវគ្គហ្នឹងទៅយើងអាចគ្រប់ចំនួន1000 point ហើយយើងអាចទទួលបាន30បាល់ហើយនេះយើងហើយជំហានមួយទៀតក៏មានអីបាក់ដែរយើងគ្រាន់តែធ្វើការចូលមើលពាណិជ្ជកម្មទៅធ្វើចូលមើលពាណិជ្ជកម្មទៅវាអាចទទួលបានបាល់ដែរវាបានចំនួន40បាល់ទៀតចឹងណាបើថាយើងខ្ជិលអង្គុយមើលពាណិជ្ជកម្មទេយើងអាចចូលមើលពាណិជ្ជកម្មហើយយើង clear game ចោលទៅចូលសាប់3ទៅគឺវាបានហើយគ្រប់បាល់ហ្នឹងហើយមួយទៀតជាជំហានចុងក្រោយរបស់យើងចូលទៅលេងវគ្គ story ចឹងណាយើងចូលលេងវគ្គណាក៏បានដែរទៅវគ្គ story ហើយយើងប្រកួតធ្វើម៉េចឲ្យបានផ្កាយ3ទទួលបានផ្កាយ3ហើយយើងអាចមកវគ្គទទួលបាន5បាល់ទៀតឲ្យគ្នាយើងហើយដើម្បីលេងបានផ្កាយ3យើងអាចបិទគេមួយត្រឹម2អញ្ចឹងណាបើបិទត្រឹម0កាន់តែល្អព្រោះថាបិទ1ឬ2ពេលខ្លះបានពេលខ្លះអត់ដែរទេអញ្ចឹងបើបិទ0កាន់តែល្អអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយបាយបាយហើយកុំភ្លេចចុច Subscribe Channel របស់ខ្ញុំអ្នកមួយផង